5 ចំណុចជួយឲ្យអ្នកយកឈ្នះមនុស្សដែលនៅជុំវិញខ្លួនអ្នកបានទី1គឺស្ដាប់ច្រើនជាងនិយាយធម្មជាតិរបស់មនុស្សគឺចូលចិត្តអ្នកដែលស្ដាប់គាត់ពិតប្រាកដដោយបង្ហាញថាអ្នកពិតជាយកចិត្តទុកដាក់និងស្ដាប់ចាប់អារម្មណ៍ទៅលើអ្វីដែលគាត់កំពុងនិយាយពិតប្រាកដមែនតាមរយៈកែវភ្នែកកាយវិការមួយចំនួនបញ្ជាក់ថាអ្នកពិតជាបានយល់អំពីគាត់ចំណុចទី2គឺយកចិត្តទុកដាក់និងកោតសរសើរចំពោះអ្វីដែលពួកគាត់បានធ្វើការសរសើរនិងលើកទឹកចិត្តដោយស្មោះពិតជាសំខាន់នឹងរុញឲ្យពួកគាត់កាន់តែខំប្រឹងបន្ថែមទៀតព្រោះគាត់ដឹងថារាល់សកម្មភាពដែលគាត់បានធ្វើវាពិតជាមានតម្លៃមិនថាសម្រាប់សហគមន៍ឬក៏ក្រុមគ្រួសារមនុស្សដែលនៅជុំវិញខ្លួនគាត់នោះទេចំណុចទី3ធ្វើល្អដោយមិនរំពឹងផលតបស្នងមកវិញសកម្មភាពជួយអ្នកដទៃមិនថាតិចតួចក្តីនោះវាបង្ហាញអំពីសន្តានចិត្តរបស់អ្នកហើយអ្នកគឺជាមនុស្សម្នាក់ដែលអ្នកជុំវិញខ្លួននឹងទុកចិត្តអ្នកកាន់តែខ្លាំងចំណុចទី4បើនិយាយហើយត្រូវធ្វើឲ្យបានរាល់ការសន្យាត្រូវប្រកាសថាអ្នកអាចធ្វើបានបើមិនអញ្ចឹងអ្នកជុំវិញខ្លួនអ្នកនឹងបាត់បង់ទំនុកចិត្តលើអ្នកដែលខំកសាងមកពីមុនពិតជាលែងទុកចិត្តអ្នកចំណុចទី5មានគំនិតវិជ្ជមាននិងលើកទឹកចិត្តអ្នកដទៃព្យាយាមធ្វើជាមនុស្សដែលជួយរកដំណោះស្រាយដល់អ្នកដទៃមិនមែនជាអ្នកដែលនាំបញ្ហាទៅដល់អ្នកដទៃនោះទេជាទូទៅមនុស្សយើងចូលចិត្តអ្នកដែលឲ្យតម្លៃគាត់ចូលចិត្តអ្នកដែលលើកមុខមាត់ដល់គាត់អញ្ចឹងហើយរាល់ពេលដែលនៅចិត្តអ្នកដទៃត្រូវប្រកាសថាយើងជាមនុស្សម្នាក់ដែលជាផ្នែកមួយនៃដំណោះស្រាយរបស់គាត់មិនមែនជាផ្នែកមួយដែលនាំបញ្ហាទៅឲ្យគាត់នោះទេ